ក្នុងឆាកជីវិតខ្ញុំនេះសប្បាយចិត្តរកអីមកប្រៀបផ្ទឹមអត់បានបាទសប្បាយចិត្តតែលោកទីរដ្ឋាភិបាលដែលលោកមានគំនិតនេះឡើងដើម្បីឲ្យជាពលរដ្ឋអត់ពិតប្រាកដមានទីលំនៅរស់នៅដល់សុខដុមរមនាមានក្តីសុខក្នុងជីវិតមានលំនៅឋានខ្លួនឯងមានដីដែលជាដីខ្លួនឯងដែលលោកចែកឲ្យខ្ញុំសប្បាយចិត្តបើនិយាយទៅទទួលស្គាល់ច្រើនជាងមុនហើយបាទពីមុនដែលខ្ញុំមកនៅផ្ទះដែលខ្ញុំកំពុងតែរស់នៅនេះមានតែផ្ទះនេះមួយហើយផ្ទះទល់មុខនេះមួយទេក្រៅពីនោះគឺអត់ទាំងអស់ខ្ញុំអ្នកចំណាក់ស្រុកទេបានប្រពន្ធនៅស្រុកនេះមានកូននៅក្នុងបន្ទប់ហ្នឹង4នាក់ប្អូនថ្លៃម្នាក់សរុបទាំងអស់វា6នាក់បច្ចុប្បន្នខ្ញុំមានខាងក្រសួងលោកចែកដូង10ដើមទៀប10ដើមស្វាយ10ដើមក្រូច10ដើមខ្ញុំបានដាំដល់ដីអស់ហើយបាទហើយបន្ទាប់ពីដំណាំដែលធំទៅក៏ខ្ញុំមានដូចជាតឡាចតកួនតសក់ដៃគួរនឹងរាល់ថ្ងៃកំពុងតែថែតែដូចខ្ញុំនិយាយខាងដើមអញ្ចឹងរាល់ថ្ងៃកំពុងតែប្រឈមមុខនឹងទឹកដែលត្រូវការស្រោចព្រោះដំណាំអស់នេះបើសិនជាទឹកអត់ដល់ទេក៏វាអាចស្វិតសពូនរោងសណាញ់នេះខ្ញុំនិយាយចេញពីចិត្តថាបើសិនជាមានទឹកគ្រប់គ្រាន់ខ្ញុំដាំខាត់ណាកាត់ហើយនឹងខាត់ណាផ្កាអានឹងជំនាញរបស់ខ្ញុំបាទខ្ញុំចេះពិតប្រាកដតែដល់ពេលខ្វះទឹកអញ្ចឹងខ្ញុំអត់តហ៊ានទេព្រោះអីខាត់ណាកាត់ខាត់ណាផ្កាស្វ័យក្តោបនេះស៊ីទឹកស៊ីជីអញ្ចឹងបើខ្វះទឹកគឺមិនអាចធ្វើបានទេដីនេះខ្ញុំហ៊ានធានាថាបើសិនជាមានទឹកគ្រប់គ្រាន់ខ្ញុំដាំទាំងអស់ហ្មងបាទទៅថាវខាត់ណាកាត់ស្វ័យក្តោបខាត់ណាផ្កាដីនេះវាមានទឹកគ្រប់គ្រាន់សង្ឃថារកកន្លែងធ្វើផ្ទះម្បាននេះដាំទាំងអស់ហ្មងក្រសួងដែលលោកចែកដែកសូឡាអីហ្នឹងលោកចែកឲ្យអស់ហើយគ្រប់គ្នាទាំងអស់តែនៅតែបងប្អូនខ្លះគាត់ផ្ញើនៅកន្លែងខ្ញុំបងប្អូនខ្លះគាត់ដឹកយកទៅដាក់ផ្ទះគាត់រឿងកម្រងស្រះទឹកហ្នឹងខ្ញុំនិយាយដោយត្រង់ទៅខ្ញុំមិនទាន់បានទទួលព័ត៌មានឬក៏បានជ្រាបពីខាងណាទេគ្រាន់តែដឹងថាប្រហែលជារយៈពេល3-4 ខែអីទៀតក៏ឮតពីគ្នាប្រជាជនប្រជាពលរដ្ឋគ្នាឯងក្នុងខែហ្នឹងក្នុងឆ្នាំហ្នឹងតែមិនដឹងខែណាហើយ3-4 ខែទៀតអាចប្រើប្រាស់បានឬមួយយ៉ាងម៉េចអាហ្នឹងយើងអត់ទាន់ដឹងប៉ុន្តែរាល់ថ្ងៃឃើញក្រុមការងារខាងជាងដែលលោកកំពុងសាងសង់ហ្នឹងគឺមានការវិនិច្ឆ័យច្រើនមិនថាមេជាងមិនថាកូនជាងរាល់ថ្ងៃតសើដល់ថ្នាក់ដឹកនាំដែលលោកកំពុងតែរៀបចំឥឡូវកំពុងបានជាផ្លែផ្កាហើយមានដូចជាសាលារៀនទីពេទ្យសាលាឃុំអីមានតាមកម្រងវត្តអារាមអីមានជាពលរដ្ឋរស់នៅក្នុងម្របដីសម្បត្តិភូមិថ្មីនេះគាត់នៅចង់សំណូមពរថាបើសិនជាអាចខ្ញុំសំណូមពរឲ្យខាងក្រសួងដែលលោករៀបចំខាងទឹកណាបើសិនជាជំរុញឲ្យបានលឿនជាងនឹងក៏ល្អដែរតែបើសិនជាអ្វីដែលមិនអាចអានឹងធ្វើម៉េចបើលទ្ធភាពជាងបានតែប៉ុណ្្នឹងបាទតែបើសិនជាអាចខ្ញុំសំណូមពរថាឲ្យបានតែទឹកស្អាតមុនភ្លើងអីយើងអាចមានប្រើប្រាស់សិលាអីបានហើយចាំថ្ងៃណាដែលភ្លើងខាងក្រសួងលោករៀបចំចូលដល់ថ្ងៃណាក៏ថ្ងៃហ្នឹងទៅតែសំខាន់បំផុតគឺទឹកហ្នឹងតែហ្មងនេះជាសំណុំពររបស់ខ្ញុំអញ្ចឹងបានថាខ្ញុំនិយាយត្រឡប់មកវិញក្នុងឆាកជីវិតខ្ញុំនេះសប្បាយចិត្តរកអីមកប្រៀបផ្ទឹមអត់បានបាទសប្បាយចិត្តតែលោកទីរដ្ឋាភិបាលដែលលោកមានគំនិតនេះឡើងដើម្បីឲ្យជាពលរដ្ឋអត់ពិតប្រាកដមានទីលំនៅ
រស់នៅដល់សុខដុមរមនាមានក្តីសុខក្នុងជីវិតមានលំនៅឋានខ្លួនឯងមានដីដែលជាដីខ្លួនឯងដែលលោកចែកឲ្យខ្ញុំសប្បាយចិត្តចុងក្រោយមានអីក្រៅពីពាក្យជូនពរថ្នាក់ដឹកនាំសម្ដេចពុកនិងសម្ដេចបបរធិបតីហ៊ុនម៉ាណែតឲ្យលោកមានសុខភាពល្អ